នៅប្រទេសជប៉ុនដើម្បីកុំឲ្យខ្លាយជាមនុស្សចម្លែកយើងមិនគួរធ្វើរឿងមួយចំនួនបាទតើរឿងមួយចំនួនហ្នឹងគឺជារឿងបែបណាខ្លះតោះសូមអញ្ជើញមកស្ដាប់ដល់គ្នាបាទទី1ពេលញ៉ាំអាហារជាមួយនរណាម្នាក់មិនត្រូវចេញលុយឲ្យគេផ្ដេសផ្ដាស់បាទនៅប្រទេសជប៉ុនបើសិនជាយើងញ៉ាំអាហារជាមួយគេហើយយើងចេញលុយឲ្យគេវាជារឿងមួយដ៏ចម្លែកបាទគេនឹងឆ្ងល់ថាហេតុអ្វីបានជាយើងចេញលុយឲ្យគេតើមូលហេតុអ្វីតើមានរឿងអ្វីនៅពីក្រោយខ្នងបានជាយើងត្រូវតែចេញលុយឲ្យគេបាទទង្វើនេះមិនធ្វើឲ្យគេត្រេកអរទេប៉ុន្តែធ្វើឲ្យគេមានចម្ងល់ក្នុងចិត្តគេអាចគិតថាតើយើងនឹងគិតចំពោះគេបែបណាគិតថាគេនឹងជាមនុស្សដែលអត់លុយឬក៏យើងមានគោលបំណងអ្វីនៅពីក្រោយហ្នឹងបាទសម្រាប់ជនជាតិជប៉ុនជាជនជាតិដែលដឹងគុណពេលដែលយើងធ្វើល្អទៅគេត្រូវតែធ្វើល្អសងមកវិញបាទដូច្នេះហើយការដែលយើងចេញលុយឲ្យគេគឺជាបំណុលបងប្អូនអញ្ចឹងហើយថ្ងៃក្រោយគេត្រូវតែចេញឲ្យយើងវិញសម្រាប់ជនជាតិជប៉ុនគេអត់ចូលចិត្តភាពស្មុគស្មាញដូចនេះទេដូច្នេះចេញលុយរៀងៗខ្លួនគឺជារឿងប្រសើរបំផុតទី2ពេលដែលឲ្យកាដូទៅនរណាម្នាក់កុំឲ្យកាដូដែលមានតម្លៃថ្លៃពេកកាដូត្រូវតែស័ក្តិសមជាមួយនឹងគុណសម្បត្តិដែលគេគួរតែទទួលសម្រាប់ជនជាតិដទៃនៅពេលដែលកាដូកាន់តែមានតម្លៃថ្លៃប្រហែលជាពួកគេកាន់តែសប្បាយរីករាយប៉ុន្តែសម្រាប់ជនជាតិជប៉ុនមិនដូចនោះទេព្រោះថាការដែលទទួលកាដូពីគេគឺជាបំណុលដែលយើងត្រូវតែសងគេនៅថ្ងៃណាមួយវិញបាទដូច្នេះបើកាដូកាន់តែថ្លៃពេលដែលយើងសងគេវិញក៏ត្រូវតែសងឲ្យថ្លៃលើសពីកាដូនឹងទៀតបាទដូចនេះដើម្បីកុំឲ្យអ្នកទទួលមានអារម្មណ៍តានតឹងឬក៏មានអារម្មណ៍ថាទទួលបន្ទុកយើងមិនត្រូវជូនកាដូណាដែលមានតម្លៃថ្លៃខ្លាំងពេកទេទី3នៅពេលដែលយើងធ្វើអំពើល្អទៅលើនរណាម្នាក់យើងមិនត្រូវផុសឬក៏ដើរនិយាយប្រាប់អ្នកដទៃទេបាទសម្រាប់ជនជាតិជប៉ុនគឺប្រកាន់បំផុតបងប្អូនឧទាហរណ៍យើងជួយនរណាម្នាក់នៅទីសាធារណៈមិនថាអ្នកនោះគឺជាចាស់ជរាជនពិការក្មេងឬក៏អ្នកដែលយើងស្គាល់ឬក៏មិនស្គាល់ការដែលយើងយករូបនោះទៅផុសដើម្បីបង្ហាញនៅលើបណ្ដាញសង្គមក៏ដូចជាយើងដើរប្រាប់ពុកម៉ាក់ឬក៏សាច់ញាតិវាជារូបភាពមួយដែលជនជាតិជប៉ុនស្អប់បំផុតបងប្អូនបានន័យថាយើងជួយដើម្បីយកមុខយកមាត់ពេលដែលយើងឲ្យនំឲ្យចំណីទៅកាន់ជនអនាថាឬក៏យើងឲ្យរបស់របរអំណោយអីក៏ដោយបាទទៅកាន់នរណាម្នាក់ហើយយើងថតផុសគឺជារឿងមួយដែលសង្គមជប៉ុនស្អប់ជាទីបំផុតបងប្អូនហើយបើសិនជាគេដឹងថាយើងជួយគេហើយយើងថតយកទៅផុសបែបនេះគឺគេនឹងមិនទទួលការជួយរបស់យើងដាច់ខាតព្រោះថាជនជាតិជប៉ុនគឺមិនចង់ទទួលជំនួយពីគេស្រាប់ទៅហើយនៅពេលដែលគេជួយឲ្យគេយកទៅថតផុសបែបនេះរឹតតែធ្វើឲ្យគេនឹងខឹងធ្វើឲ្យគេអន់ចិត្តបាទទី4ការមើលមុខអ្នកដទៃសម្រាប់នៅតាមទីសាធារណៈតាមផ្លូវជាដើមពេលដែលយើងដើរយើងមិនត្រូវមើលមុខគេទេបាទយើងអាចលួចមើលមុខគេបាននៅពីចម្ងាយនៅពេលដែលគេដឹងខ្លួនប៉ុន្តែនៅពេលដែលគេកលេចមើលយើងត្រូវតែបែរខ្សែភ្នែករបស់យើងចេញបាទដោយមើលត្រឹមកចុះក្រោមឲ្យបានបាទការដែលយើងមើលមុខអ្នកដទៃគឺជារឿងមួយអសិលធម៌បំផុតប៉ុន្តែនៅពេលដែលយើងសន្ទនានិយាយជាមួយនរណាម្នាក់យើងត្រូវតែមើលភ្នែករបស់គេបើសិនជាយើងនិយាយដោយមិនមើលភ្នែករបស់គេបានន័យថាយើងនិយាយដោយអត់មានទំនុកចិត្តយើងនិយាយ